បងប្អូនទីច្រឡំខែហ្នឹងខែស្ដៅទៅមិនមែនទេខែហ្នឹងខែភ្លៀងប៉ុន្តែសួរថាដែរបានយើងខ្ញុំមានផ្កាស្ដៅដោយសារពីការខែមីសបោផ្កាស្ដៅហ្នឹងតាខ្ញុំគាត់កាត់ពីឆ្កាមកហើយខ្ញុំគ្រួសារខ្ញុំចូលចិត្តអូបស្ដៅទាំងអស់គ្នាដល់ពេលចឹងកាត់ឲ្យច្រើនមកយើងស្រោះទឹកក្តៅឲ្យដាក់ក្នុងទូទឹកកកកន្លែងកកអញ្ចឹងណាពេលណាមានត្រីពងត្រីចំហុយចឹងមកបានស្ដៅរៀងល្វីងជាមួយនឹងទឹកជ្រលក់អំពិលទុំទៀតអូយត្រូវគ្នាសាហាវមកបងប្អូននឹកឃើញឆ្ងាញ់ណាចាហើយនេះមេឃភ្លៀងដល់ពេលមេឃភ្លៀងទៅចេញទៅណាមរួចនោះត្រីមាននៅក្នុងទូមាននៅក្នុងអីហ្នឹងក៏ប្រមូលមកបន្លែយើងមានប្រមាណអីប្រមាណហ្នឹងមានតាំងពីស្ដៅមានតាំងពីស្អំយកមកសុះហូបអីចឹងទៅហើយរបៀបធ្វើទឹកជ្រលក់របស់នាងខ្ញុំនេះមានតាំងពីខ្ទឹមសខ្ទឹមក្រហមក៏ដូចជាស្លឹកខ្ទឹមចាហើយយើងមកហាន់សាច់ជ្រូកនេះច្រាមដើម្បីឆាជាមួយនឹងទឹកអំពិលទុំឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ចឹងណាទឹកអំពិលទុំយើងមិនបាច់ដាក់សាច់ជ្រូកច្រាមអញ្ចឹងក៏បានតែដល់ពេលយើងឆាសាច់ជ្រូកច្រាមដាក់ចូលមកអញ្ចឹងទៅរសជាតិវាឆ្ងាញ់មួយបែបទៅផ្សេងទៀតអាចហូបមួយបន្លែមួយអីទៅវាមានជាតិឆ្ងាញ់មួយយ៉ាងម្នាក់អញ្ចឹងណាបងប្អូនចាឥឡូវយើងមើលវិធីធ្វើទឹកអំពិលទុំរបស់នាងខ្ញុំឆាខ្ទឹមសនៅរៀងកលាត់តិចមកក៏ដាក់ជាមួយនឹងសាច់ជ្រូកដែលបានច្រាមមុននឹងមិញណាហើយម្លីងសាច់ជ្រូកនឹងទៅបងប្អូនពេលម្លីងសាច់ជ្រូកនឹងបងប្អូនបាច់ម្លីងប្រើភ្លើងខ្លាំងពេកទេបើប្រើភ្លើងខ្លាំងពេកវាឆាប់ឆ្អិនធ្វើឲ្យសាច់ជ្រូកហ្នឹងវាជាប់គ្នាអញ្ចឹងយើងបន្ថយភ្លើងមកហើយម្លីងវាបន្តិចម្ដងទៅហើយលាយជាមួយនឹងស្ករត្នោតបងប្អូនមានស្ករត្នោតប្រើស្ករត្នោតមកឆ្ងាញ់បើយើងប្រើស្ករសក៏វាឆ្ងាញ់ដែរតែគាត់ថាស្ករត្នោតយើងវាមានជាតិឆ្ងាញ់មួយបែបផ្សេងទៀតទៅចាឲ្យថែមតែម្សៅស៊ុបបន្តិចឬក៏ថែមប៊ីចេបន្តិចទៀតទៅអូយជាតិយកទៅណាំអស់បងប្អូនហើយជាមួយនឹងស្ដៅនឹងត្រីអំពងនឹងនិយាយពីត្រូវគ្នានោះឆ្ងាញ់រកលេខដាក់គ្មានម្ហូបខ្មែរមែនតាខ្ញុំធ្លាប់ទៅស្រុកគេដើរលេងស្រុកគេយ៉ាងណាក៏អត់ចោលទេម្ហូបខ្មែរនៅតែនឹកឃើញចិត្តមកដល់ផ្ទះចឹងអូយទេប្រាប់ម៉ាក់ប្រាប់ប៉ាខ្ញុំចង់ហូបម្ហូបនេះមកដល់ខ្ញុំបានម្ហូបខ្មែរយើងនិយាយពីថាអូឆ្ងាញ់ហ្មងបងប្អូនឥឡូវរៀបរាប់ណាយើងមកចាក់ទឹកអំពិលទុំយើងចូលដោយសារច្រវាច់ទៅវាមិនអស់ជាតិអញ្ចឹងចាក់ទឹកគ្រាប់អំពិលទុំហើយកុំឆ្ងល់ថាម៉េចបានអំពិលទុំខ្ញុំខ្មៅម៉េះអំពិលទុំតែទិញទុកយូរទៅវាពណ៌រៀងខ្មៅចឹងហើយបងប្អូនហើយចាក់ទឹកត្រីមកបន្តិចទៀតមកងាស់វាទុំមកស្ទុះទៅបងប្អូនមានម្ទេសស្រស់ដាក់ម្ទេសស្រស់មកខ្ញុំអត់មានខ្ញុំប្រើម្ទេសក្រៀមហើយបើចូលចិត្តហឹរហាន់ដាក់ហ្មងទៅតែខ្ញុំអត់ចូលចិត្តហឹរខ្ញុំដាក់ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តហឹរចឹងណាដូចម៉ាក់ខ្ញុំអីគាត់ចូលចិត្តម្ទេសគាត់ហូបមួយអីធ្វើយ៉ាងហើយបើយើងអញ្ចឹងដាក់តាមមួយចំណិតពីរចំណិតហ្នឹងចប់បដ ாய் ខ្ញុំស្រួលឆ្លក់ទៀតចាឥឡូវរួចរាល់ហើយទឹកអំពិលទុំចុងក្រោយនេះគឺដាក់ខ្ទឹមក្រហមក៏ដូចជាស្លឹកខ្ទឹមលាយចូលគ្នាមកអូយឆ្ងាញ់ចាប់ជាតិណាបងប្អូនអើយធ្វើហូបហើយឥឡូវមកមើលវីដេអូនឹងហើយនឹកឃើញចង់ធ្វើហូបទៀតហើយល្ងាចហ្នឹងចាហើយបងប្អូនទាំងអស់គ្នាអ្នកទស្សនាហ្នឹងងាយហ្នឹងបានមកហូបអីបើថានេះទេទៅទិញត្រីយកមកធ្វើដូចនាងខ្ញុំមកហើយបើខ្វះស្ដៅទេអាចយកពីខ្ញុំក៏បានដែរព្រោះស្ដៅខ្ញុំនៅ3ថងទៀតចាឥឡូវមុំហូបរបស់នាងខ្ញុំរួចរាល់ហើយបន្លែយើងមានតាំងពីស្ដៅស្អំហើយស្លឹកកភ្លូដាំមុខផ្ទះទេបើការ៉ុតសក់ទិញគេសុតសាតហ្មងបើស្អំវិញក៏យកពីចកាមកដែរសបោខែភ្លៀងជាបងប្អូនអើយបន្លែស្អីក៏ដុះដែរនិយាយពីប្រងព្រាតពិសេសជាងគេអាបន្លែស្លឹកបៃតងអញ្ចឹងអូយហូបទៅមកកណោបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមដល់ចប់